នាយករដ្ឋមន្ត្រីថៃលោកអនុទានឆានវីរៈគុលនៅថ្ងៃទី10ខែវិច្ឆិកាឆ្នាំ2025បានបញ្ជាឲ្យបញ្ឈប់ជាបន្ទាន់នៅគ្រប់ប្រតិបត្តិការទាំងអស់ជាមួយកម្ពុជារួមទាំងការដោះលែងទាហានខ្មែរចំនួន18នាក់ភ្លាមក្រោយពីទាហានថៃ2នាក់បានរងរបួសដោយសារតែជន់មីននៅជិតព្រំដែនខេត្តស៊ីសាកេតយោងតាមកាសែត The Nation លោកអនុទានបានចាត់ទុកគ្រោះថ្នាក់ជន់មីននេះថាជាការបង្កអរិយភាពចំពោះប្រទេសថៃនិងការគំរាមកំហែងទៅដល់សន្តិសុខជាតិដែលមិនអាចអត់ឱនឲ្យបានលោកអនុទាននិយាយថាគ្មានកិច្ចសហប្រតិបត្តិការបន្ថែមអាចបន្តទៅមុខបានទៀតទេជាមួយកម្ពុជារហូតដល់ស្ថានភាពត្រូវបានពិនិត្យឡើងវិញតាមរយៈកាសែតខៅសូតរដ្ឋមន្ត្រីក្រសួងការពារជាតិថៃលោកណដ្ឋភុន ណាត់ផានិតបាននិយាយថាប្រទេសថៃនឹងស្វែងរកភស្តុតាងអ្នកបង្កប់មីនហើយប្រសិនបើភស្តុតាងបង្ហាញថាជាមីនថ្មីបង្កប់ដោយកងទ័ពកម្ពុជាប្រទេសថៃនឹងមានវិធានការតបតលោកនិយាយថាសម្រាប់ពេលនេះថៃសម្រេចផ្អាកដោះលែងទាហានកម្ពុជាទាំង18នាក់ដោយគ្មានកាលកំណត់ប្រទេសថៃបានប្រកាសកាលពីសប្តាហ៍មុនថានឹងដោះលែងកងកម្លាំងកម្ពុជាទាំងអស់នៅថ្ងៃទី12ខែវិច្ឆិកាក្រោយពីកម្ពុជាដកអាវុធពីព្រំដែននិងមិនរារាំងការងារដោះមីននៅមុនប្រកាសផ្អាកដោះលែងនេះអនុរដ្ឋមន្ត្រីការពារជាតិថៃលោកអាដុលប៊ុនថាំឆារឿនថែមទាំងនិយាយថាទាហានកម្ពុជាមួយចំនួនមិនចង់ត្រឡប់ទៅផ្ទះវិញទេដោយសារតែពួកគេមានសេចក្តីសុខនៅក្នុងការរស់នៅក្នុងប្រទេសថៃនៅរាជធានីភ្នំពេញអ្នកវិភាគកិច្ចការនយោបាយលោកកិនភៀយល់ឃើញថាទីក្រុងបាងកកបានប្រើប្រាស់ហេតុការណ៍នេះជាលេសនយោបាយដើម្បីពន្យាពេលគោរពតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរលោកបាននិយាយថាការចោទប្រកាន់របស់ថៃនិងការដែលថាទាហានកម្ពុជាមួយចំនួនមិនចង់ត្រឡប់មកស្រុកកំណើតជួបជុំគ្រួសារវិញនោះគឺជាការបិទបាំងការឃុំឃាំងដោយខុសច្បាប់និងការរំលោភបំពានបទឈប់បាញ់កាលពីខែកក្កដាឆ្នាំ2025លោកកិនភៀសម្លឹងឃើញថានេះគឺជាការប៉ុនប៉ងមួយទៀតដើម្បីប្រែក្លាយពីអ្នកឈ្លានពានទៅជាជនរងគ្រោះខ្ញុំរស់សុធាពី News Today NTTVទី10ខែវិច្ឆិកាឆ្នាំ2025ប្រទេសថៃបានដកប្រព័ន្ធរ៉ុកែតនិងកាំភ្លើងធំដ៏មានឥទ្ធិពលបំផុតរបស់ខ្លួនចេញពីព្រំដែនកម្ពុជាចំនួន2លើកក្រោមការត្រួតពិនិត្យរបស់អ្នកសង្កេតការណ៍អាស៊ាននេះបើយោងទៅតាមសារព័ត៌មានក្នុងស្រុកថៃសារព័ត៌មានថៃ Medforce បានផ្សាយថាកងទ័ពភូមិន្ទថៃបានដកប្រព័ន្ធរ៉ុកែតហ្វូង DTI-1G ចេញពីព្រំដែនកម្ពុជាថៃជាលើកដំបូងនៅថ្ងៃទី1ខែវិច្ឆិកាឆ្នាំ2025ឆ្ពោះទៅកាន់មូលដ្ឋានសេរីកិច្ចនៅខេត្តលុបបូរី DTI-1G មានបំពង់បាញ់រ៉ុកែត300មីលីម៉ែត្រចំនួន4និងអាចបាញ់បានចម្ងាយរហូតដល់150គីឡូម៉ែត្រថៃបានទិញសិទ្ធិផលិត DTI-1G ពីប្រទេសចិនដោយផ្អែកលើប្រព័ន្ធរ៉ុកែត WS-32 ក្រោមកិច្ចព្រមព្រៀងដកអាវុធរវាងកម្ពុជាថៃ DTI-1G ត្រូវបានចាត់ទុកជាអាវុធប្រភេទកដែលមានលក្ខណៈបំផ្លិចបំផ្លាញខ្លាំងយោងតាមសារព័ត៌មានថៃដដែលថៃបានប្រើកាំភ្លើងធំនេះបាញ់ចូលទឹកដីកម្ពុជានៅក្នុងការប្រយុទ្ធគ្នា5ថ្ងៃកាលពីខែកក្កដាឆ្នាំ2025ដោយមើលឃើញពីប្រសិទ្ធភាពនៃកាំភ្លើងនេះកងទ័ពជើងគោកថៃត្រូវបានគេរាយការណ៍ថាបានបញ្ជាទិញរ៉ុកែត DTI-1G បន្ថែមចំនួន36គ្រឿងទៀតនៅថ្ងៃទី8ខែវិច្ឆិកាឆ្នាំ2025កងទ័ពថៃបានដកប្រព័ន្ធរ៉ុកែតបាញ់ច្រានគ្រាប់ SR4 ចំនួន4គ្រឿងចេញពីតំបន់ប្រឈមនៅក្នុងខេត្តស៊ីសាកេតនិងសូរិនទៅកាន់មជ្ឈមណ្ឌលថែទាំនាជំរំស៊ូរ៉ាតាមភិថានៅក្នុងខេត្តនគររាជសីមា SR4 ជាកាំភ្លើងធំទំហំ122មីលីម៉ែត្រផលិតនៅប្រទេសចិនដែលអាចបាញ់បាន50គីឡូម៉ែត្រនេះបើយោងទៅតាមកាសែត The Nation ការដកអាវុធនេះធ្វើឡើងស្របទៅតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរនិងការឯកភាពដកអាវុធ3ដំណាក់កាលដែលកម្ពុជានិងថៃត្រូវអនុវត្តដំណើរគ្នាដោយមានក្រុមអ្នកសង្កេតការណ៍អាស៊ានជាសាក្សីការដកអាវុធទាំងអស់រំពឹងថានឹងបញ្ចប់នៅថ្ងៃទី12ខែធ្នូឆ្នាំ2025ខ្ញុំរស់សុធាពី News Today NTTV